សួស្តីអ្នកគ្នាចឹងថ្ងៃនេះចេញទៅស្ទូចត្រីទៀតហើយឃើញភ្លៀងមួយមេមកមេឆ្លាស់ល្អអ្នកគ្នាចេញទៅស្ទូចត្រីបន្តិចហើយផ្លូវខ្ញុំចេញទៅនេះគឺតាមផ្លូវបុកទៅផ្លូវ58ពីផ្ទះខ្ញុំទៅហើយមើលមេតែរៀងឆ្លាស់ល្អអ្នកគ្នាក៏ប៉ុន្តែពេលឡើងលើដល់ផ្លូវ58ហើយពាក់កណ្ដាលផ្លូវអ្នកគ្នាមើលមេស្ទុំយកបណ្ដោយវាជើងមេរៀងខ្មៅអាប់មើលទៅវាអត់សូវតំណងដែរប៉ុន្តែយើងមកដល់ពាក់កណ្ដាលផ្លូវហើយក៏ឈៀងចូលទៅលេងនៅស្ទឹងបត់បន្តិចវាសារចិត្តនឹងដែរអញ្ចឹងហើយមើលទេសភាពអ្នកគ្នាភ្លៀងមួយមេរួចខៀវស្ងាត់ល្អទាំងស្មៅទាំងដើមឈើពណ៌ខៀវស្ងាត់ល្អប៉ុន្តែមេឃរៀងអាប់បន្តិចដោយសារតែមេឃរោភ្លៀងអ្នកគ្នាជាក់ស្ដែងមេឃរោភ្លៀងមែនហើយនិយាយថាបើបែបយើងមួយរយៈនេះភ្លៀងជាប់រងថ្ងៃអ្នកគ្នាហើយតែម៉ោង1ម៉ោង2ក៏ដូចជាល្ងាចអីហ្នឹងគឺភ្លៀងហើយនិយាយបើកដៅក៏មិនអន់ដែរកដៅមកគួសមអ្នកគ្នាហ្នឹងហើយអញ្ចឹងយើងមកដល់ប្រឡងហើយប្រឡងនៅស្ទឹងបត់អ្នកគ្នាតែស្ទឹងបត់នេះនៅខាងស្ដាំដៃផុតពីវងមូលមកនៅខាងស្ដាំដៃអ្នកគ្នាផ្លូវទៅស្ពានអាកាសអញ្ចឹងហើយខ្ញុំមកលេងប្រឡងអត់សូវមានអ្នកលេងអ្នកគ្នាវាអត់ទាន់មានគេបាកាផ្លោកលេងអញ្ចឹងខ្ញុំលេងនៅក្នុងកៅអ៊ីនេះមួយហើយនិយាយបានថាកូនកឡុកអញ្ចឹងអ្នកគ្នាដោយសារតែវាដកទឹករៀងជ្រៅអ្នកគ្នាទៅហ្នឹងហើយឆ្លៀតចូលមកគុំបន្តិចទៅដោយសារមេឃវាខ្យល់ខ្លាំងអ្នកគ្នាដោយអ្នកគ្នាឃើញក្នុងវីដេអូហ្នឹងហើយខ្យល់ខ្លាំងមែនតើអញ្ចឹងខ្ញុំគប់លេងប្រហែលខ្សែត្រួសទៅដោយសារយើងមកឲ្យកុំឲ្យខាតដោយអ្នកគ្នាដែរហ្នឹងបើសិនជាអ្នកគ្នាអ្នកលេងស្ទូចត្រីតែម្ដងបើសិនអ្នកគ្នាមកឲ្យអ្នកគ្នាដឹងតែគប់ឲ្យអ្នកគ្នាសំខាន់ឲ្យតែបានគប់អត់ត្រីមិនបានត្រីឬបានត្រីអត់សំខាន់ទេសំខាន់ឲ្យតែបានគប់អ្នកលេងអញ្ចឹងហ្នឹងហើយចឹងគប់លេងប្រហែលខ្សែទៅប៉ុន្តែវាខ្យល់ខ្លាំងពេកអ្នកគ្នាត្រីក៏អត់មានខំដែរដោយសារខ្យល់ខ្លាំងពេកហើយខ្ញុំក៏គប់លេងតែអ្នកគ្នាដោយសារយើងមកដល់ហើយកុំឲ្យខាតឲ្យប្រឡងមានមាត់ដែរអ្នកគ្នាមានមាត់ត្រីមានខំមាត់ដែរគ្រាន់តែដឹងត្រីអីចឹងប៉ុន្តែមានខំតែយើងគប់លេងតែទៅក៏អត់មានឃើញខំទេអ្នកគ្នាប៉ុន្តែប្រឡងហ្នឹងបើមិនត្រីឡាប់យ៉ាឬត្រីផ្លាន់លៀនទេវាអាចត្រីផ្ទួកទូចដែរអ្នកគ្នាដោយសារទឹកចូលច្រើនណាអ្នកគ្នាខាងនេះទឹកចូលច្រើនចូលលិចស្រែដែរអ្នកគ្នាអញ្ចឹងវាចូលច្រើនក៏សមដែរហើយបើឆ្នាំមុនគេបបកបានអ្នកគ្នាកន្លែងបាកាផ្លោកហ្នឹងគេបបកបានត្រឹសដែរហើយឆ្នាំមុនខ្ញុំក៏បានដែរខ្ញុំបបកបានកន្លែងបាកាផ្លោកហ្នឹងដូចជា7 គីឡូដែរត្រីហើយគ្រាន់ទឹកវាអត់សូវស្អាតអ្នកគ្នាបើសិនជាទឹកស្អាតវិញត្រីធាត់ល្អអ្នកគ្នាត្រីត្រឹសហើយធាត់សំខាន់ទឹកវាអត់សូវស្អាតទឹកវារៀងពណ៌រៀងកក្រិចរៀងពណ៌ខ្មៅហើយក្លិនមានក្លិនថ្នាំអញ្ចឹងហើយវាពិបាកបន្តិចត្រីបើសិនជាបងអូនខ្លះគាត់អត់បញ្ហាអីទេតែបើសិនជាយើងអ្នកធំក្លិនអត់សបានទេត្រីវាអាចធំក្លិនដែរអ្នកគ្នាដោយសារទឹកវាធំក្លិនអញ្ចឹងហើយវីដេអូហ្នឹងក៏អត់មានអីច្រើនដែរអ្នកគ្នាដោយសារតែខ្ញុំតនេខ្ញុំឆ្លៀតថតវីដេអូលេងកំសាន្តតិចតួចអញ្ចឹងហើយក៏មកវាលឲ្យមានវីដេអូមានអីចូល page ចូល YouTube អីតិចតួចអ្នកគ្នាដោយសារតែមួយរយៈនេះ page ក៏ដូចជា YouTube អត់សូវបានផុសអ្នកគ្នារៀងស្ងាត់ច្រើនអញ្ចឹងហើយក៏ឆ្លៀតមកថតវីដេអូឲ្យមានផុសខ្លះដោយសារតែយើងខានផុសយូរហើយឥឡូវតនេក៏ផុសឲ្យច្រើនសកម្មជាងមុនបន្តិចហើយវីដេអូក៏អត់មានអីច្រើនទេអ្នកគ្នាដោយសារតែអត់សូវមានបានត្រីខំអីទេចឹងហើយក៏មានតែប៉ុណ្្នឹងអ្នកគ្នាហើយកុំភ្លេចជួយ follow ក៏ដូចជា subscribe channel ខ្ញុំម្នាក់មួយផងអ្នកគ្នាអរគុណច្រើនខ្ញុំជួបគ្នាវីដេអូក្រោយបាយបាយ